បាទជំរាបសួរខ្ញុំបាទឈ្មោះយ៉នវ៉ាន់ថនបាទរាល់ថ្ងៃខ្ញុំបាទរស់នៅភូមិឃុំកោះសពាយស្រុកសៀបបូកខេត្តស្ទឹងត្រែងបាទពីដើមឡើយខ្ញុំទិញត្រាក់ទ័រចនឌៀនេះតាំងពី2022 5075E កម្លាំងសេះ75សេះរហូតដល់ខ្ញុំទិញបានមួយគ្រឿងទៀត 5075E 024 គ្រឿងទៀតពីដើមឡើយខ្ញុំបាទជាតារាចម្រៀងប្រចាំនៅអកកេះអកកដងនៅក្នុងខេត្តស្ទឹងត្រែងបាទហើយរាល់ថ្ងៃក៏មិនទាន់ចោលដែរបាទអាជីពនឹងក៏ពេលថ្ងៃឡើងគឺតកងត្រាក់ទ័រពេលយប់អ្នកចម្រៀងបាទឃើញគេប្រើប្រាស់ត្រាក់ទ័រក៏យើងមានចំណាប់អារម្មណ៍ថាចង់រកស៊ីដូចគេអញ្ចឹងណាបងប្អូនបាទហើយក៏បានជាវយកត្រាក់ទ័របាទចំនួនមួយគ្រឿងសិនដំបូងគឺ022បាទហើយខ្ញុំប្រើរយៈពេលជាច្រើនឆ្នាំមកឃើញថាធន់ខ្ញុំបានជាវមួយគ្រឿងទៀតបាទ024រាល់ថ្ងៃនេះគឺខ្ញុំបានប្រើ2គ្រឿងដើម្បីបម្រើការងារជូនបាទភ្ញៀវក៏ដូចជាអតិថិជនរបស់ខ្ញុំបាទដែលគាត់ត្រូវការត្រាក់ទ័រភ្ជួររាស់បាទស្រែចម្ការបង្កបង្កើនផលដូចជាដំឡូងចន្ទទីជាដើមរាល់ថ្ងៃនេះសម្រាប់ដីខ្ញុំផ្ទាល់ហ្នឹងគឺមានចការចន្ទទីហ្នឹង8ហាត់ហើយនឹងដំឡូង5ហាត់សម្រាប់បងប្អូនរួមគ្នាទាំងអស់ប្រហែលជា100ហាត់ពេលធ្វើការខ្ញុំឃើញថាកម្លាំងវាស្ទុះខ្លាំងស៊ីប្រេងតិចបាទហើយមុតបានជ្រៅល្អដង្ហើមវែងបាទភាគច្រើនគឺដង្ហើមវែងមិនងាយជាប់ហុងបាទនៅតំបន់នេះភាគច្រើនគឺមានតែរុញហើយនឹងព្យួរទេបងប្អូនបាទអត់មានសើយទេខាងតំបន់យើងនេះវានៅដីព្រៃច្រើនដោយរាល់ថ្ងៃនេះការងារដែលយើងត្រូវសម្អាតស្មៅចន្ទីកុំឲ្យភ្លើងឆេះព្រោះថាតែយើងមិនរុញទេភ្លើងវាអាចនឹងឆេះបាទទៅដល់ចការចន្ទីរបស់យើងជាទូទៅការងារនៅនេះភាគច្រើនគឺការងារចម្ការបាទខែនេះគឺធ្វើចម្ការត្រូវការខែនេះធ្វើការវាយដីព្រៃក្បាលស្រែក្បាលចការទីមួយយើងត្រូវព្យួរដើម្បីទុកសម្រាប់ខែធ្លាក់ភ្លៀងវស្សាមកយើងនឹងដាំដុះដំណាំដូចជាដំឡូងដូចជាស្រូវកម្លាំងចិត្តដែលជំរុញឲ្យខ្ញុំទិញត្រាក់ទ័រតាំងពី2022កម្លាំងសេះ5075E រហូតដល់ខ្ញុំទិញបានមួយគ្រឿងទៀត 5075E 024 គ្រឿងទៀតនេះគឺគ្រួសាររបស់ខ្ញុំពិសេសគឺកូនពៅខ្ញុំឃើញគាត់គឺខ្ញុំមានកម្លាំងចិត្តទោះបីហត់នឿយប៉ុណ្ណាក៏ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញហើយពិសេសជាងគេគឺអតិថិជនដែលគាត់គ្រប់គ្រងនៅត្រាក់ទ័ររបស់ខ្ញុំដើម្បីបម្រើការងារជូនពួកគាត់បើសិនជាគ្មានអតិថិជនដែលគាត់គ្រប់គ្រងខ្ញុំក៏ខ្ញុំមិនអាចមានលទ្ធភាពទិញបានមួយគ្រឿងទៀតដែរតាំងពីខ្ញុំប្រើត្រាក់ទ័រគ្រឿងទី1រហូតដល់គ្រឿងទី2នេះឃើញថាជីវភាពរបស់ខ្ញុំបាទរៀងធូរច្រើនជាងមុនបាទបើថាយើងរកចំណូលបានច្រើនពីត្រាក់ទ័រប្រជាពលរដ្ឋក៏ដូចជាបងប្អូនដែលគាត់បានជួលត្រាក់ទ័ររបស់យើងទៅធ្វើការនោះគឺឃើញថាជីវភាពគាត់រៀងធូរធារដែរដោយសារតែយើងធ្វើបានច្រើនបាទរាល់ឆ្នាំគឺត្រួសដោយកំបិតបថៅគឺអត់បានច្រើនទេបាទរាល់ថ្ងៃមានត្រាក់ទ័រឈូសឆាយព្យួររាស់ឃើញថាយើងធ្វើបានច្រើនជាងមុនបាទហើយទិន្នផលក៏បានច្រើនដែររាល់ថ្ងៃនេះគឺប្អូនបាទខ្ញុំបង្ហាត់ប្អូនបាន2នាក់ដែរសម្រាប់ចំនួនដៃជើងដល់ពេលដែលខ្ញុំរវល់បាទសម្រាប់ខ្ញុំផ្ទាល់អ្នកប្រើប្រាស់ផ្ទាល់ខ្ញុំមានចំណាប់អារម្មណ៍ថាត្រាក់ទ័របាទម៉ាកចនឌៀនេះគឺសេវាកម្មល្អបាទពិសេសគឺជាងបាទព្រោះថាយើងនៅតំបន់ណាក៏សេវាកម្មជាងទៅដល់ដែរនៅក្នុងខេត្តស្ទឹងត្រែងនេះគឺមានក្រុមជាងផ្ទាល់នៅប្រចាំនៅទីនេះតែម្ដងបាទខ្ញុំចង់ណែនាំជូនទៅដល់បងដែលគាត់មិនទាន់បង្កើតមុខរបរណាដែលច្បាស់លាស់អាចចាប់អាជីពដូចជាខ្ញុំបានបាទគាត់ថារាល់ថ្ងៃនេះយើងនៅត្រូវការត្រាក់ទ័រច្រើនទៀតបាទសម្រាប់ធ្វើដីយើងនៅទំនេរច្រើនណាស់បាទហើយបងដែលមានចំការធំច្រើនបាទបើសិនជាយើងមិនចង់ចំណាយប្រាក់ច្រើនដើម្បីជួលគេយើងអាចជាវត្រាក់ទ័រចនឌៀយកទៅប្រើប្រាស់ដោយខ្លួនឯងបាទហើយបើសម្រាប់ចក្ខុវិស័យតទៅមុខសម្រាប់ខ្ញុំនៅស្រឡាញ់ចនឌៀបាទចង់បាន55សេះមួយគ្រឿងទៀតហើយក៏ដូចជាបើសិនមានលទ្ធភាពខ្ញុំចង់បាន Ford មួយគ្រឿងវាដើម្បីទប់ដឹកប្រេងបាទមកកន្លែងអត្រៈរបស់ខ្ញុំ